សួស្តីបងប្អូនថ្ងៃនេះមកបន្តសាច់រឿងយើងដែលជាភាពបន្តចឹកមកខាពេលយូរតោះយានអវកាសរបស់ពួកគេត្រូវបានបំពាក់ដោយថាមពលបណ្ដាសាបានវាមានដូច្នោះប្រអប់របស់ Pandora ត្រូវបានបើកហើយមែនទេការបំលែងវាទៅជាប្រភពថាមពលកាពីបច្ចេកទេសយូនស៊ូគឺគ្មានប្រសិទ្ធភាពតតែសោះដែលធ្វើឲ្យការស្រាវជ្រាវនៅទីនេះចប់គាំងហើយបើយើងអាចទទួលបានបច្ចេកវិទ្យាបំលែងថាមពលពីមនុស្សស៊ីម៉ូរីការស្រាវជ្រាវស្វែងយល់ពីថាមពលបណ្ដាសាជាប្រភពថាមពលថ្មីមួយដែលកំពុងដំណើរការប៉ុន្តែមិនមែនហើយប៉ុន្តែបើសាធារណជនដឹងថាអ្នកអូនដែលជាយានមេត្រូវបានបំពាក់ដោយថាមពលបណ្ដាសាតើយើងគួរធ្វើអ្វីយូសាមីការប្រមាញ់ជនជាតិដែលមានថាមពលបណ្ដាសានឹងកើតឡើងម្ដងទៀតវានឹងនាំទៅរកបដិវត្តថាមពលលើកដំបូងចាប់តាំងពីថាមពលដែលត្រូវបណ្ដាសាខ្ល้ายជាចំណេះដឹងសាធារណៈប្រហែល70ឆ្នាំមុនប៉ុន្តែក្នុងពេលជាមួយគ្នានេះទោះបីជាមាន ICPP ED ក៏ដោយព័ត៌មាននេះមិនត្រូវបានចែករំលែកជាមួយប្រទេសដទៃទៀតទេរហូតដល់បញ្ហាផ្សេងៗនៅក្នុងច្បាប់អន្តរជាតិត្រូវបានដោះស្រាយដែលសារវាជាការសម្ងាត់អនុញ្ញាតអនុសញ្ញាអន្តរជាតិដើម្បីការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំនោះហើយជាមូលហេតុដែលខ្ញុំចង់កសាងទំនាក់ទំនងជិតស្និទ្ធតាមដែលអាចធ្វើទៅបាននៅក្នុងវិធីជប់លៀងពេលល្ងាចនេះយើងត្រូវតែចូលទៅក្នុងកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានជាមួយជនជាតិស៊ីម៉ូរីទេខ្ញុំចង់ចារចេញពីការចរចានេះជាមួយនឹងលទ្ធផលជាក់ស្ដែងដែលនឹងបម្រើយើងទាំងពីរនាពេលអនាគតបន្ទាប់យើងអាចរកប្រាក់ឧបត្ថម្ភពីពួកគេបាននោះវានឹងកាន់តែប្រសើរជាប់ពីវិនយោបាយរវាងជនជាតិជប៉ុននិងជនជាតិស៊ីម៉ូរីវិញមីណូនៅទីនេះសំទោសខ្ញុំគ្រាន់តែនិយាយលេងទេមីណូតើអ្នកគិតថាយើងស្ថិតក្នុងសម័យកាលណាដែរវាជាយូកាក្រូនិងម៉ារូកំពុងបញ្ចប់ការតាក់បងរសជាតិយើងបានសម្រេចចិត្តជ្រើសរើសតាកូយ៉ាគីសម្រាប់ពិធីជប់លៀងពេលល្ងាចហើយមែនថាខ្ញុំបានលឺនាងមានទំនាក់ទំនងខ្លះសហរដ្ឋអាមេរិកដូច្នេះយើងចង់សួរអ្នកថាតើអ្នកអាចរកត្រីមឹកដែលមានគុណភាពខ្ពស់សម្រាប់យើងបានដែរឬទេដូចជាពិធីជប់លៀងតាកូយ៉ាគីគឺជាការប្រកួតដ៏អស្ចារ្យមួយតែត្រីមឹកមានត្រៃប៉ុន្មានមែនហើយប៉ុន្តែត្រីមឹកទាំងនេះមានតែមួយប៉ុណ្ណោះអ្នកដឹងពីអ្វីដែលវាមានន័យមែនទេវាមានត្រីធម្មតាចំនួន8នៅពេលវាកើតប៉ុន្តែនៅពេលធំឡើង8ក្នុងចំណោមពួកវានឹងរុញទៅឆ្ងាយវាគឺជាការផ្លាស់ប្ដូរហ្សែនរបស់មឹកយក្សប៉ាស៊ីហ្វិកក្នុងស្រុកដែលបានសម្របខ្លួនយ៉ាងល្អឥតខ្ចោះទៅនឹងដែនទឹកទាំងនោះពួកគេហៅថាត្រីមឹកមច្ឆាវាធ្វើឬហួសហេតុពេកទៅហើយប្រាប់យើងមកវាជាត្រីមឹកឆ្ងាញ់ពិសាបំផុតរបស់មិត្តខ្ញុំវាមានន័យថារសជាតិទាំងអស់ដែលបំបែករវាងត្រី8ត្រូវបានខ្ចប់ចូលគ្នាតែមួយប៉ុន្តែអ្នកនៅជាមួយយូសាមីមែនទេវានឹងក្លាយជារឿងងាយស្រួលសម្រាប់ពួកសសរដូចអ្នកនឹងយល់ពីមូលហេតុដែលអ្នកមិនឃើញវាចេញលក់លើទីផ្សារច្រើននៅពេលដែលអ្នកទៅដល់ទីនោះត្រូវហើយយ៉ាងណាក៏ដោយខ្ញុំនឹងទៅមុនអូកុំបារម្ភរឿងនោះអីខ្ញុំធ្លាប់ត្រូវទឹកជំនន់បោកបក់ទៅឆ្ងាយម្ដងហើយនៅរស់រានមានជីវិតវាមានន័យថាអ្នកមិនអាចហែទឹកបានទេម៉ារូកំប្រាប់ខ្ញុំថាអ្នកជាម្នាក់ក្នុងចំណោមមនុស្សដែលចេះហែទឹកនោះមិនអីទេតោះបញ្ញាប់ឡើងហើយចាប់មួយដើម្បីខ្ញុំអាចបំភ័យយូកាជាមួយវាការរស់នៅយ៉ាងកកកុញនៃផ្កាថ្មប្រប្រោះទឹកពិសេសមួយដែលមានត្រីខ្យងមែនហើយនោះជាអ្វីដែលហួសពីការស្ម័គ្រចិត្តមានផ្លូវទេហេតុអីមិនអាចតើអ្នកមិនគួរប្រាប់ស៊ូលូគីអំពីជំងឺរបស់អ្នកទេឬខ្ញុំគ្រាន់តែចង់ឲ្យអ្វីហើយជាដូចដែលវាធ្លាប់មានពីព្រោះខ្ញុំមិនចង់ឲ្យមានការប្រព្រឹត្តពិសេសណាមួយទេខ្ញុំយល់ហើយវគ្គសិក្សាខ្ញុំអ្នកជាទស្សនវិជ្ជាមែនទេខ្ញុំមិនត្រូវការវាទេខ្ញុំជាអ្នកចម្បាំងត្រូវខ្ចីឧបករណ៍ការពារកម្ដៅថ្ងៃនិងរបស់ផ្សេងទៀតទៅវាគ្រោះថ្នាក់ណាស់នោះពិតជាអស្ចារ្យមែនតើត្រីយ៉ាហួយជាអ្វីមានត្រីយ៉ាហួយនៅខាងក្រោមនេះពិតទេខ្ញុំនឹងចាប់បានត្រីមឹកដែលធំជាងអ្នកទៅទៀតក្នុងនាមខ្ញុំជាអ្នកចម្បាំងខ្ញុំមិនអាចចាំបានទេវ៉េតយើងត្រូវលាតវាចេញឲ្យអស់សិនតាមទឹកមកវះវាត្រីមឹករបស់ខ្ញុំធំជាងត្រឹមត្រូវណាបើអ្នកធ្លាប់ត្រូវចាហួយសមុទ្រ
តិចហើយមានការជឿចាប់វានឹងហើមខ្លាំងសូមរកជំនួយពីគ្រូពេទ្យជាបន្ទាន់ពួកវាអាចជាអ្វីដែលអ្នកទាំងអស់គ្នាហៅថាបង្ហួចដូច្នេះនៅពេលដែលយើងមកដល់ផែនដីហើយបានជួបជួការខ្ញុំមានការភ្ញាក់ផ្អើលបន្តិចខ្ញុំបានឮថាមានអ្នកចម្បាំងស្រីដែលស្គាល់ទេប៉ុន្តែខ្ញុំមិនសូវដឹងអំពីពួកគេទេវាមិនមែនដូច្នោះទេស្ត្រីរ៉ូម៉េលីមិនអាចកាន់ឬឡូលូកាឬថាអំពុំណាសាបានទេអ្នកចង់មានន័យថាស្ត្រីមិនត្រូវបានអនុញ្ញាតទេឬតែអ្នកចម្បាំងក្នុងវប្បធម៌រ៉ូម៉េលីជាអ្វីជាទូទៅពួកគេជាសសរប៉ុន្តែមានតែបុរសទេដែលជាអ្នកជំនាញខាងសសរវាត្រូវបានបង្រៀនថាបុរសត្រូវបានប្រោសអំណាចនេះពីព្រោះពួកគេមិនអាចមានកូនបានទេហើយពួកគេគួរតែប្រើប្រាស់វាដើម្បីការពារស្ត្រីនិងកុមារយល់សួររបស់យើងត្រូវបានគេនិយាយថាមានអំណាចដែលបានប្រទានដល់ព្រះបុរសរ៉ូម៉េលីរបស់យើងដោយកល្យានដែលត្រូវបានបញ្ជូនដោយព្រះតែតើវាមិនពិបាកសម្រាប់បុរសដែលមិនមែនជាអ្នកប្រាជ្ញស៊ូនិងស្ត្រីដែលមិនអាចមានកូនក្នុងការរស់នៅក្នុងសង្គមដែលមានតម្លៃទាំងនោះទេឬយូរយារណាស់មកហើយរីវ៉ាស្អាប់ទៅដូចជារបៀបដែលពួកគេគិតក្នុងយុគសម័យរីវ៉ាតើគាត់គឺជាអ្នកដែលមើលទៅដូចជាមនុស្សភពក្រៅបំផុតអ្នកដឹងទេឡូម៉ាដូចជាចាក់បាឡូម៉ាដែរខ្ញុំមិនមានបំណងធ្វើឲ្យអ្នកយល់ច្រឡំទេអ្នកណាដែលធ្វើការដើម្បីការពាររ៉ូម៉េលីត្រូវបានគោរពទោះបីជាពួកគេមិនមែនជាអ្នកចម្បាំងឬទោះបីជាពួកគេមិនមែនជាមនុស្សក៏ដោយវាមិនមែនគ្រាន់តែជាការពារហួសហេតុពេកទេប៉ុន្តែវាក៏ជាវាបុរសពិតប្រាកដដែរមែនទេពួកគេបានឃុំខ្លួននៅក្នុងកប៉ាល់ដើម្បីសុវត្ថិភាពរបស់ពួកគេហើយខ្ញុំមានអារម្មណ៍មិនល្អចំពោះរឿងនោះទេស្ត្រីរបស់យើងនឹងមានវត្តមាននៅក្នុងពិធីពិព័រណ៍វប្បធម៌ដែរមកដល់ពេលនេះប៉ុន្តែខ្ញុំយល់ហើយយើងពិតជាមិនអាចតាមត្រូលបានទេបើពួកគេរងរបួសវាមិនមែនមានន័យថាយើងសន្មតថាពួកគេខ្សោយនោះទេនោះជាការពិតហើយនៅពេលនោះតើអ្នកណាជាអ្នកខ្សោយខ្ញុំគិតថាវាគ្រាន់តែជាតាកូយ៉ាគីធម្មតាប៉ុណ្ណោះជួយសន្សុះអ្នកជំនាញអាហារូបត្ថម្ភខ្ពស់ខ្ជោកូថូមីសូមមេសាទុកត្រែងនេះសម្រាប់ជនជាតិស៊ីម៉ូរីហើយបានជាមឹកនោះមានជើងតែមួយមានរឿងបែកកើតឡើងតើអ្នកចង់មានន័យថាមុខម្ហូបតាកូយ៉ាគីសំខាន់គឺរចនាបថជប់លៀងយ៉ាងដូចម្ដេចទៅកំពុងចាំហូតដល់ថ្ងៃនោះអីទៅប្រាប់ខ្ញុំបើអ្នកដឹងថាខ្ញុំមិនចូលចិត្តអ្វីមួយយើងនឹងថាអ្នកមិនចូលចិត្តការមិនអាចចម្អិនអាហារទាំងអស់ដោយខ្លួនឯងបានទេតែយើងដឹងវិធីដើម្បីបំបែកបណ្ដាសាដែលត្រូវបានដាក់លើពូនស្រីរបស់តំណាងដាបូរ៉ាដែរឬទេដូចជាហេតុផលនោះធ្វើឲ្យវាកាន់តែប្រសើរឡើងប្រហែលជាក្មេងនេះមិនដែលស្រួលខ្លួនទេជាស្ដែងទៅវាត្រូវបានដាក់ឈ្មោះតាមរចនាបថវាកូនបារបស់កីឡាករអេស្ប៉ាញកាលពីយូរយារណាស់មកហើយវាត្រូវបានគេហៅថាត្រីមឹកម៉ាច់ឆាមែនហើយក៏សម្បត្តិបែបស្គតទេអណ្ដាបណ្ដាសាមោណៈលើនាងវាសកម្មនៅពេលដែលមេតបស្លាប់ឬនៅពេលដែលដាបូរ៉ាឆាំងនឹងបញ្ជារបស់មេតបប៉ុន្តែបើយើងអាចរកប្រាក់ឧបត្ថម្ភពីពួកគេបាននោះវានឹងកាន់តែប្រសើរឡើងដូច្នេះយើងសង្ឃឹមថានឹងទទួលបានមតិយោបល់ពីអ្នកសរសើរជួយស៊ូបបប្រទេសជប៉ុនបញ្ហានេះឥឡូវនេះវាហាក់ដូចជាយើងទើបតែបោះជំហានចេញពីអ្វីដែលអ្នកទាំងអស់គ្នាហៅថាជួរនៃបច្ចេកទេសដែលត្រូវបណ្ដាសាប៉ុន្តែដើម្បីសុខភាពយើងកំពុងស្វែងរកជោគបាយដើម្បីបំបីបណ្ដាសានោះបើយើងអាចទទួលបានវាប្រហែលជាអាចបំបីបណ្ដាសាបងស្រីរបស់អ្នកបានមានឧបករណ៍ដែលត្រូវបណ្ដាសានៅអាហ្វ្រិកហៅថាខ្សែពណ៌ខ្មៅដែលអាចលុបបំបាត់ផលប៉ះពាល់នៃបច្ចេកទេសដែលត្រូវបណ្ដាសាវាជាឧបករណ៍បណ្ដាសាដែលដ៏មានតម្លៃណាស់ដូច្នេះខ្ញុំអាចនិយាយថាយើងអាចទទួលបានវាភ្លាមៗនោះទេប៉ុន្តែតើវាពិតទេយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានសូមធ្វើវាចុះតែវាគ្រាន់តែជាខ្ញុំទេឬក៏រឿងនេះកំពុងដំណើរការទៅដល់រលូនសំទោសចាបាឡូម៉ាហេយូកាម៉ូជីមិនអាចញ៉ាំបានទេនោះជារឿងតែមួយគត់ដែលខ្ញុំមិនអនុញ្ញាតយ៉ាងហើយណាស់ត្រូវធ្វើវាជាឈីវាអាចទៅរុញបន្ទាប់ពីទាំងអស់តើអាចជាអ្វីខ្ញុំគិតថាគ្រាន់តែញ៉ាំតាកូយ៉ាគីក៏អាចផ្លាយបន្ថែមបានដែរខ្ញុំអាចព្រួយបារម្ភអ្វីទាំងអស់ដោយដែលខ្ញុំបាននិយាយអាស្ថិក្តៅណាស់ដូច្នេះសូមប្រុងប្រយ័ត្នប៉ុន្តែយូសាមីបានធ្វើវាបន្ទាប់ដល់វេនរ៉ូមែលហើយមែនទេអូសូគីតោះទៅមកកម្មវិធីផ្លាស់ប្ដូរវប្បធម៌បន្ទាប់ជាមួយគ្នាលឿនឡើងនេះអេឌីបូរ៉ូអូម៉ាម៉ាប៉ុន្តែទៅដល់ខ្លួនឯងបើអ្នកចង់មានរឿងបង្កើតឡើងអេឌី
បូរ៉ូមានរឿងបែកកាក់ឡើងមានទឹកភ្នែកហោះចេញផ្នែកទី3របស់គាត់អូសូគីខ្ញុំបានឃើញវាមនុស្សនៅលើផែនដីជនជាតិជប៉ុនហ៎អីគេពួកគេមានគ្រោះថ្នាក់ណាស់ឃើញពួកគេសម្លាប់ក៏អាយ៉ាម្នាក់